សួស្តីចឹងខ្ញុំឈ្មោះកំឆៃជាសេះថ្នាក់ DevOps Level 1ជំនាន់8 when weekend នៅពេលល្ងាចអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ present តាក់ទងជាមួយនឹង final project របស់យើងដើម្បី complete course ហើយអញ្ចឹងយើងមកកាន់ project roadmap របស់យើងអញ្ចឹងតាក់ទងជាមួយនឹង final project ឬក៏មិនមាន tool មួយចំនួនតាក់ទងជាមួយនឹង Docker Swarm ហើយនឹង repository ហើយនឹងយើងមានជា CI/CD pipeline ដែលយើងប្រើ Jenkins អញ្ចឹងទៅហើយអញ្ចឹង project roadmap របស់យើងមានជា CI/CD deployment ជាមួយនឹង Docker Swarm ដែលយើងប្រើ GitHub ជាមួយនឹង Jenkins ហើយនឹងខ្ញុំ deploy តាក់ទងជាមួយនឹង Java application អូខេអញ្ចឹងតាក់ទងជាមួយនឹង environment setup នៅក្នុង project នេះខ្ញុំនឹង install Docker ហើយនឹង Jenkins មានជា GitHub ហើយនឹង ngrok តាក់ទងជាមួយនឹង ngrok អាចថាជា optional បើសិនជាយើងinstall Jenkins នេះបាទបើសិនជាយើង install Jenkins ឬក៏មាន Jenkins នៅក្នុងpublic environment ចឹងថា Jenkins របស់យើងអាច access ឬក៏ integration ជាមួយនឹង GitHub ឬក៏ GitLab ហើយអញ្ចឹងយើងអត់ចាំបាច់ប្រើ ngrok ទេប៉ុន្តែដោយសារខ្ញុំ install Jenkins នៅលើ local computer របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវការ ngrok នេះដើម្បី export វាទៅ public ហើយអញ្ចឹងតកតងជាមួយនឹង content របស់យើងមាន5ទី1តកតងជាមួយនឹងការ installation ការ install Git ដែលយើងដើម្បី post ឬក៏ pull code ទៅឲ្យ repository របស់យើងហ្នឹងទី2តកតងមួយ Jenkins ដែលយើងនឹងធ្វើការ install Jenkins នៅក្នុង local របស់យើងដែលយើងប្រើ Jenkins ដើម្បី build test ហើយនឹង deploy Docker container របស់យើងទី3តកតងជាមួយនឹង Docker ដែលយើងនឹងធ្វើការ install Docker ហើយនឹង initiate Docker Swarm ដើម្បី create ជា container cluster ដែលយើងប្រើដើម្បី run application របស់យើងទី4តកតងជាមួយនឹងការ install ngrok ដើម្បី support Jenkins របស់យើងទៅ public ហ្នឹងឯងទី5យើងធ្វើការ create CI/CD pipeline នៅក្នុង Jenkins របស់យើងអូខេអញ្ចឹងតកតងជាមួយ installation អានេះខ្ញុំសូមអត់តកតងជាមួយនឹងធ្វើការ install នៅលើ real VM ទេដោយសារខ្ញុំបាន install ហើយអស់ហើយអញ្ចឹងខ្ញុំក៏ brief តកតងជាមួយនឹង command line ដើម្បីធ្វើការ install part មួយនៃ tool ឬក៏ application ដែលយើងត្រូវការ install អញ្ចឹងណាហ្នឹងហើយទី1តកតងមួយការ install Git អញ្ចឹង Git ខ្ញុំ install នៅលើ Ubuntu server របស់ខ្ញុំហើយនៅក្នុង local អញ្ចឹងដើម្បី install Git បានយើង run apt install Git ហ្នឹងមកអញ្ចឹងទៅហើយយើងអាចបន្ទាប់ពី install ហើយយើងអាច set up configuration មួយចំនួនដូចជា set up user ហើយនឹង email ឯជាដើមទៅ GitLab ឬក៏ GitHub របស់យើងណាទី2តទៅមួយការ install Jenkins អញ្ចឹងដូចគ្នាយកមករាល់ Jenkins Git ឬក៏ Docker អីខ្ញុំ install នៅលើ local computer របស់ខ្ញុំទាំងអស់អញ្ចឹងដើម្បី install Jenkins បានវា requirement ឲ្យយើង install Java ជាមុនសិនបន្ទាប់ពី install Java ហើយបានយើងអាច install Jenkins នេះបានអញ្ចឹងណាអញ្ចឹង Jenkins នេះយើងអត់មានទេខ្ញុំយកមកពី website ទេហើយនេះគឺជា command line ដែលយើងប្រើដើម្បីធ្វើការ install Jenkins អញ្ចឹងអូខេទី3តទៅមួយ Docker អូខេអញ្ចឹង Docker ដូចគ្នាដើម្បី install Docker បានវា require យើង install ឬក៏ add on មួយចំនួនដូចជា certificate ឬក៏ key ហើយនឹង repository ជាដើមបន្ទាប់ពី add key ឬក៏ repository ហើយយើងអាចធ្វើការ install Docker របស់យើងបានអូខេអញ្ចឹងបន្ទាប់ពីការយើង install Docker ហើយយើងអាច start set up វាទៅជាយើងអាច start set up Docker Swarm របស់យើងដែលនៅក្នុងនោះខ្ញុំមាន3 node ទី1ដើរតួជា master ហើយនឹង2 node ទៀតគឺជា
node member នៅក្នុង cluster របស់យើងណាអញ្ចឹងដើម្បី set up swarm បានយើងនៅក្នុង master node របស់យើងហ្នឹងយើងត្រូវការ run command មួយ docker swarm init ដើម្បី initiate ឬក៏ initialize ឬក៏ promote ហ្នឹងឲ្យវាខ្លាយទៅជា master ឬក៏ leader នៅក្នុង cluster ហ្នឹងអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើង run command docker swarm init ហ្នឹងហើយវានឹង auto generate token មួយឬក៏ command មួយទៅទៅ docker swarm join ហើយនឹង token ហ្នឹងដើម្បីយើងយក command ហ្នឹងយកទៅ run នៅលើ node ផ្សេងៗទៀតដើម្បី join មកកាន់ cluster ឬក៏ join មកកាន់ master ហ្នឹងឯងអូខេអញ្ចឹង node ផ្សេងៗទៀត node 2 ទៀតអានេះខ្ញុំដាក់តាម node ទី 1 ទេអញ្ចឹង node ទី 2 យើង run ដូចគ្នាយើង copy token នេះមកហើយយកមក run នៅលើ node ទី 1 node ទី 2 ទៅវានឹង join មកកាន់ cluster របស់យើងហើយមួយទៀតតើតងជាមួយនឹង node ទាំង 3 ហ្នឹងគឺ require ឲ្យវាមាន connection ជាមួយគ្នាតើតងជាមួយ firewall ឬក៏ផ្សេងៗconnection ត្រូវការ port 2377ដើម្បីឲ្យវា connect មកកាន់ master ណាអូខេអញ្ចឹងតើតងជាមួយនឹង ngrok ដូចគ្នាខ្ញុំ install នៅលើ Jenkins server ដោយសារខ្ញុំចង់ export Jenkins របស់យើងទៅកាន់ public អញ្ចឹងខ្ញុំធ្វើការ install បន្ទាប់មកយើង config token authentication ហ្នឹងយើង add token ឲ្យវាប៉ុន្តែមុននឹងយើងបានtoken នេះយើងត្រូវការ access ទៅកាន់ ngrok portal ហ្នឹងហើយយើង sign up វាបន្ទាប់ពីយើង sign up ហើយយើងមានកន្លែងមួយអាច generate token ហ្នឹងមកអញ្ចឹងបន្ទាប់ពីយើង sign up ហើយយើងបាន token យើងយកមក add នៅក្នុង Jenkins ដែលយើងបាន install ngrok ហ្នឹងយើងយកមក add token បន្ទាប់ពីយើង add token ហើយយើងអាច export នេះយើងអាច export Jenkins របស់យើងទៅកាន់ public បានហើយអញ្ចឹងដើម្បី export បានយើងវាយ ngrok HTTP ហ្នឹងមកជាមួយនឹង port នេះ IP របស់ Jenkins របស់យើងហើយ port 8080ដោយសារ Jenkins របស់យើងប្រើ port 8080អូខេតោះអញ្ចឹងដល់កន្លែង demoអញ្ចឹងនេះខ្ញុំសុំសូ VM បន្តិចតើតើមួយ project ហ្នឹងខ្ញុំមាន3 VM ឬក៏3 server ដែលត្រូវប្រើ server ទី 1 ខ្ញុំ install មានឲ្យវាដើរតួជា Jenkins ដែលនៅក្នុង server Jenkins ហ្នឹងយើងមាន install Jenkins ហើយយើង install ngrok ទៀតដែលខ្ញុំបាន mention មុនហ្នឹងថាយើង install ngrok នៅលើ Jenkins ហ្នឹងដើម្បីយើង export Jenkins មកយើងទៅក្រៅអញ្ចឹងណាអញ្ចឹងអានេះយើង export Jenkins IP របស់យើងនេះ port 80% ហ្នឹងមកវាngrok ហ្នឹងវា forward មក address នេះវិញអញ្ចឹងនៅពេលដែលយើង access ឬក៏ integrate ជាមួយនឹងGitLab វិញយើងប្រើ address របស់ ngrok យើងអាចប្រើ IP របស់ Jenkins របស់យើងបានដោយសារយើង install នៅលើ local យូរទៅវាអាច connect ទៅ public បានហើយអញ្ចឹងមួយទៀតនេះគឺជា VM របស់ខ្ញុំដែលដើរតួជា master ហើយយើងបាន install Docker បានset up swap ហើយអញ្ចឹងយើងអាច verify បានអញ្ចឹង Docker node ls អញ្ចឹងយើងមាន3 node មួយ master ហើយ2ទៀតគឺជា node 1 node 2ហើយ set active ទាំងអស់អញ្ចឹងនេះ node 1 node 2របស់យើងអូខេនេះអត់តមានservice ឬក៏អីទេតែខ្ញុំ remove តែអញ្ចឹងនេះគឺជា VM ឬក៏ tool ដែលខ្ញុំធ្វើការ set up យើងមាន4 VM ហ្នឹងហើយនឹងមួយទៀតតើតមួយ repository ដែលយើងប្រើដើម្បី store source code របស់យើងណាអញ្ចឹងខ្ញុំប្រើ GitHub នៅក្នុង project ហ្នឹងអូខេនៅក្នុង GitHub អញ្ចឹង source code របស់យើងមានជា Java មាន Docker file Jenkins file ហើយនឹង Docker compose អញ្ចឹង Java អានេះដោយសារ
nhưng mà toàn miền knowledgeច្រើនតែតូនជាមួយនឹង application ច្រើនទេអញ្ចឹងយើង run ឬក៏ deploy ជា application តូចមួយគាត់ថា display ជា string នៅលើ service ហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងមានជា welcome to project demo អញ្ចឹងទៅតែតូនជាមួយនឹង Spring Boot អញ្ចឹងទៅហើយតែតូនមួយ menu យើងមានដូចជា here info ឬក៏ about អញ្ចឹងទៅប៉ុន្តែវាមាន display ជា menu ឡងតយើងចូលតាម path វាមួយទៀតអញ្ចឹងអូខេអញ្ចឹងនេះគឺជា application របស់យើងហើយនឹងDocker file របស់យើងនេះហើយតែទៅមួយ Docker file នេះតើយើងមានset up ឬក៏ sign up ជាមួយនឹង Docker Hub ហើយដើម្បីយើង push ធ្វើការ build image ហើយនឹង push ទៅកាន់ Docker Hub ហើយនឹង Docker Compose របស់យើងនេះយើងប្រើសម្រាប់ deploy ទៅកាន់ Docker Swarm របស់យើងដែលយើងធ្វើការ connect ទៅ Docker Hub របស់យើងហ្នឹងហើយ service ដែលយើង deploy ហ្នឹងគឺយើងdeploy ជាមួយនឹង port 8082ហើយមាន relocation ខ្ញុំដាក់3ដោយសារយើងមាន3 node ទាំងទៅខ្ញុំឲ្យវា run service មានជា replica 3វាអាច run ទៅលើ3 node អញ្ចឹងដែរដើម្បីងាយស្រួលជាង verify អូខេនេះតាក់ទងជាមួយនឹង Jenkins file តាក់ទងជាមួយនឹង Jenkins file របស់យើងខ្ញុំសូមទូទួលបន្តិចtool យើងប្រើអានេះខ្ញុំប្រើ Maven ដើម្បីធ្វើការ compile build ឬក៏ test ឬក៏អាចថាយើងខ្ចប់ Java package របស់យើងខ្ចប់ Java application របស់យើងតាក់ទងជាមួយនឹង environment ដែលយើង set up ហើយយើង connect ទៅ Docker Hub ជាមួយ user របស់ខ្ញុំដែរហើយនឹង repository docker.jenkins និង Spring Boot ហ្នឹងនេះគឺជា repository របស់យើង Docker Jenkins ហ្នឹងហើយតាក់ទងមួយ remote host អានេះគឺជា IP របស់ master នៅក្នុង Docker Swarm របស់យើងណាអញ្ចឹង master របស់ខ្ញុំហ្នឹង IP យើងអាចមើលកន្លែង detail នេះខ្លះអញ្ចឹង IP របស់យើងមាន 64.6 អញ្ចឹងនេះគឺជា IP របស់ master របស់យើង master node ហើយនឹង remote user យើងប្រើ root ដើម្បី remote ពី Jenkins របស់យើងទៅ master របស់យើងណាអានេះដោយសារចេះនៅក្នុង Jenkins ខ្ញុំបាន set up authentication មួយចំនួនពី Jenkins ជាមួយនឹង Docker Hub ឬក៏ពី Jenkins SSH key ហ្នឹងខ្ញុំបាន configure ហើយតាក់ទងជាមួយនឹង SSH key ជាមួយ user root ទៅកាន់ master node របស់យើងអូខេហើយនេះគឺជា stake មួយដែលយើងធ្វើការ compile ឬក៏ build image របស់យើងហើយនឹង push ទៅកាន់ Docker Hub របស់យើងដើម្បី store image បន្ទាប់ពី store នៅលើយើង build image ហើយយើង store នៅលើ Docker Hub បន្ទាប់ហើយយើងអាច deploy ទៅកាន់ Docker Swarm របស់យើងបានពី Docker Hub មកវិញអញ្ចឹងណាតាមរយៈ Docker Compose file របស់យើងនេះអញ្ចឹងវាចាប់ image ពី repository របស់យើងមកទៅហើយវា number តាក់ទង version latest update អញ្ចឹងទៅអូខេអញ្ចឹងតាក់ទងពី repository យើងមានប៉ុណ្ណឹងអញ្ចឹងខ្ញុំចូលទៅកាន់ Jenkins អូខេនេះ Jenkins បាទខ្ញុំចាចឹងនេះខ្ញុំដោយសារខ្ញុំប្រើ unclock អញ្ចឹងវា export មកតាមទៅពេលយើង access បើ unclock ហើយយើងប្រើ free អញ្ចឹងទៅវា address យើង set តាម address នេះយើងអាច set តាម IP របស់ Jenkins របស់យើងបានហើយអញ្ចឹងដើម្បី create pipeline មកយើងអាចយក new item នេះមកតែយើងដាក់ឈ្មោះdeployment របស់យើងតោះមកយើង select យកនេះpipeline អញ្ចឹងណាប៉ុន្តែដោយសារខ្ញុំបាន create មុននឹងដើម្បី run test ដើម្បី make sure ថាវាអត់មាន error អីពេលដែលយើង demo អញ្ចឹងណាតែខ្ញុំបាន create ហើយមួយហើយនេះតកតងជាមួយនឹង configuration ដូចជាខ្ញុំសុំសូមតិចខ្ញុំមានបាន config មួយចំនួនតកតងជាមួយនឹង SSH key ឬក៏អីខ្ញុំបាន config ឲ្យអស់ហើយដូចជាមាននៅកន្លែងនេះ
នេះតតងជាមួយនឹង SA key ដើម្បី access ទៅអា master node របស់យើងណានេះឃើញទេចឹងនេះ IP ទៅនឹង host state របស់វាហ្នឹង user ទៅនឹង SA key ដើម្បីឲ្យយើងអាច access ពី Jenkins ទៅកាន់master node នៃ cluster របស់យើងបានឃើញចឹងយើងចូលមកកាន់នេះរបស់ខ្ញុំមកគេនៅក្នុងនេះក៏ខ្ញុំបាន config មួយចំនួនដែរដោយសារខ្ញុំ connect ទៅ Docker Hub ណាអញ្ចឹងយើង copy address របស់ Docker Hub ជាមួយនឹង repository របស់យើងនេះមកហើយយើងមាន config credential connection របស់វាមួយចំនួនអញ្ចឹងទៅមាន user password ឬក៏ key ឬក៏អីចឹងណាតែអញ្ចឹងអានេះខ្ញុំបាន connect ឲ្យអស់ហើយអញ្ចឹងយើងត្រឡប់មកវិញអញ្ចឹងយើងអាចចុច build test ដើម្បី deploy application របស់យើងបានអញ្ចឹងចុចតែមក build now គេយើងទៅមើល process របស់វាបាទ console output អញ្ចឹងវាចាប់ផ្ដើម process តាម step មួយដែលយើងprocess នៅក្នុង Jenkins file របស់យើងអញ្ចឹងចឹងនេះវាចាប់ផ្ដើម process ទៅ push ទៅ Docker Hub របស់យើងហ្នឹងទៅ Docker Hub user របស់ខ្ញុំហើយនឹង repository ចឹងនេះ step deploy នេះតកតងជាមួយនឹងវាចាប់ផ្ដើម deploy ទៅ Docker swap របស់យើងអូខេចឹងដូចជា deploy success ហើយយើងមើល status success អញ្ចឹងយើងអាចទៅ verify នៅលើ Docker Swarm របស់យើងវិញបានអញ្ចឹងខ្ញុំឈរនៅលើ master នេះទៅយើងអាច verify process ឬក៏ speed របស់វាម្ដងទៀតយើងនេះ image name របស់យើងអញ្ចឹងវា create 14 second មុនហ្នឹងអូខេEducation 3 អូខេ port 82ខ្ញុំអាចទៅ verify location ទាំង3ហ្នឹងបាន Docker PS Docker PS Docker PS ចឹងវា run នៅលើទាំង master ផងទាំង node ទី1ផង node ទី2ផងអញ្ចឹងអូខេអញ្ចឹងខ្ញុំអាចទៅ verify node មួយបានអូខេអញ្ចឹងខ្ញុំចូលមកតាម IP របស់មួយបើបាក់ node ទាំងមួយមកនេះ master IP ដូចហ្នឹង 4.6 4.7 និង 4.8 អូខេអញ្ចឹងនេះយើង success ខ្ញុំអាច test access មក application របស់យើងបានអញ្ចឹង port 80 6 នេះ master អូខេអាចមកអា node ផ្សេងទៀតមក 7 អានេះnode ទី1យើងអាចចូលមក menu របស់វាមួយទៀត slash អីចឹងទៅហើយអញ្ចឹង welcome to the level 1យើងមាននៅ application របស់យើងហើយយើងមាន about មាន eco មាន info មាន health អីចឹងទៅអូខ
យើងអាចតេស្តមើលបាន nóទី1នេះចូលមក nó ទី2 8 អូខេចឹង node ទាំង 3 យើងអាចវា run អូខេ info អូខេអញ្ចឹងproject របស់ខ្ញុំមានតែប៉ុណ្ណឹងខ្ញុំ deploy ជា Java application អូខេអរគុណ